បាទសូមជម្រាបសួរពុកម៉ែបងប្អូនបាទថ្ងៃនេះខ្ញុំមានរបស់ពិសេសមកឈុតមកឈុតហ្នឹងគឺពិសេសបានណាថតពួតប្រាប់ហ្នឹងដោយសារមានច្រើនគូតែគូប្រហែលទៀតវានៅគាត់នៅក្លិនស្អុយខ្ញុំអត់ទាន់បានដកតែអញ្ចឹងខ្ញុំអត់ថតទេហើយខ្នាយប៉ុនគ្នាតែគាត់ថាឈុតនេះពិសេសចម្លែកបាទហើយពិសេសហើយចម្លែកហើយធានាឲ្យថាធ្ងន់ខ្ញុំអត់យល់ថាខ្នាយនេះ2ហ៊ុន4ទេតែធ្ងន់មែនតើហ្មងខ្នាយធ្ងន់ប្លែកមកខ្ញុំអត់យល់ថាខ្នាយធ្ងន់ប្លែកធ្ងន់មែនតើណាខ្នាយស្អាតពិសេសស្អាតហើយខ្នាយប្រហោងនេះតែវាធ្ងន់ណាធ្ងន់មែនតើហ្មងឲ្យខ្នាយជ្រុកទៅដល់130 140គីឡូប្រវែងឡើងមកទៅហឹងហើយខ្នាយមកធ្ងន់ឡងអ៊ុកជុកធ្ងន់មែនតើហ្មងហើយនេះគាត់នៅក្លិនស្អុយខាងនេះរៀងបាត់ហើយបើខាងសនេះគាត់ក្លិនស្អុយខ្លាំងខ្ញុំបានជូតពេងកមួនឲ្យគាត់បាត់ក្លិនស្អុយសិនព្រោះគាត់នៅក្លិនហើយខ្នាយនេះខុសគ្នាពីរហ្នឹងឃើញខ្នាយខាងនេះរៀងប្រេកមកប្រេកមានចអួរអញ្ចឹងទៅហើយម្រះគាត់ដុសតិចទេគាត់ថាពិសេសគឺគាត់ប្រេកហើយចម្លែកពីរួមខ្នាយនេះគាត់កាន់ដឹងថាចម្លែកហ្មងធ្ងន់ហើយដូចលមួលកប៉េងកប៉ោងមិញតែស្អាតមានស្នាមប្រេះបែកទេពិសេសខ្នាយនេះរៀងខាងនេះរៀងកប៉ែតតែខាងនេះមូលកាន់តែលុកដូចមកខាងស្គមមកខាងធាត់ណាតែពិសេសខាងស្ដាំនេះក៏ពិសេសខាងឆ្វេងនេះរត់តែពិសេសទៀតហើយថ្មសលៀងវិញរៀងទូចតែគាត់តាន់ច្រើនតាន់ថ្មសលៀងណែនប៉ះមកដល់លើហ្នឹងតែស្នាមហ្នឹងដូចជារបៀបស្នាមនឹងពួនស្នាមអីចឹងទៅនៅខាងណាគ្រូកលាក់អញ្ចឹងទៅខាងនេះក៏អញ្ចឹងដែរជុំវាអត់ភ្លើងបាទនោះហើយអានេះមើលឃើញដោយសារលុតភ្លើងបាទរបស់នេះពិសេសខ្លាំងណាស់បាទលុតភ្លើងសូមស្កប់វីដេអូនេះសិនបាទវាសួរពុកម៉ែបងប្អូនមិញដោយសារលុតភ្លើងយើងសុំគាត់ថតអត់បានប្រាប់អញ្ចឹងអត់បានឲ្យធុបហើយខ្ញុំក៏សូមអធិស្ឋានបាទសូមឲ្យមានសេចក្តីសុខសេចក្តីចម្រើនទាំងអស់គ្នាហើយខ្នាយនេះខ្ញុំបញ្ជាក់ថាខ្នាយនេះពិសេសមួយឈុតនេះណាបងប្អូននៅក្លិនស្អុយទេខ្ញុំអស់ប្រេងត្រាំខ្ញុំត្រាំនេះទេខ្ញុំត្រាំពេញដូងបាទនេះពេញដូងខ្ញុំនៅសល់បន្តិចហ្នឹងខ្ញុំដាក់ជាមួយដបទីហ្វីហ្នឹងខ្ញុំដាក់លើអាសនៈហើយអញ្ចឹងទៅយកគាត់មកជូតមកត្រាំតិចទៅហើយនៅក្នុងនោះខ្ញុំមានរបស់ពិសេសនេះអត់ចែកជាវទេខ្ញុំទៅសាងពីពេញមកទេបាទនេះចាយនេះខ្ញុំទៅសាងពីនេះភ្លុកខ្ញុំទៅសាងពីពេញមកជាងនៅពេញមកអេមទឹកដៃស្អាតហើយនេះចាយខ្ញុំអត់នេះទេខ្ញុំចងអញ្ចឹងមកហើយនេះចាយបាទចាយនៅមណ្ឌលគិរីបាទតម្រៃមណ្ឌលគិរីគឺមហាពិសេសមហាលៀបមហាជ័យហ្មងបាទជនជាតិគាត់រើសបានហ្មងគាត់រើសបាននឹងអូហ្មងគាត់រើសបានភ្លាមគាត់យកមកឲ្យបងស្រីគាត់ផ្លែតហ្មងបងស្រីគាត់ហ្នឹងខ្ញុំស្គាល់ម៉មហើយក៏បានតាក់ទងគាត់ហើយក៏បានសម្រាប់ដោយសេចក្តីប្រាថ្នាហើយសូមបងយកទៅគ្រប់ថែសារហ្នឹងបងប្រាថ្នាអ្វីបានសម្រេចដោយសេចក្តីប្រាថ្នាដោយតែខ្ញុំដែលបានតែយកឲ្យបងអញ្ចឹងពិសេសមែនតើចាយតម្រៃសុកខ្មែរនេះអេណាស់បងអើយឲ្យវិញកដារហ្នឹងបើមានចាយកាច់របស់ខ្មែរយើងអញ្ចឹងបាទពិសេសមែនតើបាទអេឥឡូវថ្ងៃនេះខ្ញុំដាក់ផ្ញើជូនទៅបងហើយបងស្រីគាត់បានដាក់ថងមកឲ្យអញ្ចឹងហើយខ្ញុំបានដាក់ថងចាំខ្ញុំរុំទៅជូនបងបាទសូមអរគុណសុខសប្បាយលាភជ័យហេទាំងអស់គ្នាបាទបងប្អូន